ស្ដីប្រិមិត្តសូមស្វាគមន៍មកកាន់ Channel នាងខ្ញុំចាថ្ងៃនេះយើងបានមកជួបគ្នាទៀតហើយថ្ងៃនេះក៏រៀងប្លែកបន្តិចថ្ងៃនេះនាងខ្ញុំលើកយកវិធីឆុងភេសជ្ជៈមកបង្ហាញជូនបងប្អូនទស្សនាទាំងអស់គ្នាណាភេសជ្ជៈយើងរូបមន្តយើងបន្ទាប់បងប្អូនយើងយកទឹកមេអំបៅតែមេអំបៅយើងហ្នឹងចំនួន50 មីលីលីត្រហ្នឹងបងប្អូនយើងចាក់ចុះកែវយើងមកហើយទៅដោះគោខាប់ហ្នឹងយើងប្រើចំនួន50ដែរណាបងប្អូនបើបងប្អូនអត់ចូលចិត្តផ្អែមបងប្អូនអាចបន្ថយដាក់ត្រឹម40ណាក្រោមនឹងបន្តិចណាបងប្អូនអានេះខ្ញុំប្រើចំណុះ50ហើយទៅដោះគោរាវយើងហ្នឹងយើងអាចប្រើជាទៅដោះគោកំប៉ុងចេះក៏បានទៅដោះគោស្រស់យើងក៏បានដែរបងប្អូនតែខ្ញុំប្រើស្រស់បង្ហាញជូនបងប្អូនណាយើងប្រើចំនួន50ដូចគ្នាណាបងប្អូនហើយបន្ទាប់មកយើងកូរណាយើងកូរហើយយើងដួសតកកយើងដាក់ចូលណាបងប្អូនហើយយើងយកទៅដោះគោដែលយើងសប់ពពុះណាបងប្អូនសប់ចេញជាពពុះអញ្ចេះយើងដួសវារយពីលើមកណាបងប្អូនហ្នឹងធ្វើវិធីធ្វើញែកជាន់ណាបងប្អូនហើយយើងអាចប្រើតែបៃតងក៏បានឬមួយក៏ម្សៅដំឡូងជ្វាលយើងឆុងទឹកឲ្យរាងខាប់ណាបងប្អូនយើងអាចស្រោចពីលើដើម្បីយកសោភ័ណភាពយើងណាឲ្យវាស្រស់ស្អាតណាហើយយើងអាចបន្ថែមគុជយើងណាបងប្អូនពីលើណាបើបងប្អូនដាក់ក្របគុជក៏បានយើងដាក់ក៏បានដែរអានឹងស្រាច់ចំណងចំណូលចិត្តរបស់បងប្អូនណានេះខ្ញុំមានអីខ្ញុំនឹងបង្ហាញជូនបងប្អូនណាហើយរួចរាល់ជាការស្រាច់ណាបងប្អូនយើងអាចក្របវាបានយើងនឹងបានតែមេអំបៅញែកជាន់ជាមួយម្សៅដំឡូងជ្វាយើងណាបងប្អូនវាស្រស់ស្អាតទេចឹងវារួចរាល់ជាការស្រាច់ណាបងប្អូនវាស្រស់ស្អាតទេបងប្អូនគួរឲ្យចង់ពិសារូបមន្តបន្ទាប់បងប្អូនខ្ញុំឆុងតែបៃតងយើងហ្នឹងយើងយកចំណុះ50 មីលីលីត្រដែរណាបងប្អូនរូបមន្តគឺដូចគ្នាបងប្អូនគ្រាន់តែបងប្អូនឆ្លាស់ជាតែបៃតងឬមួយជាតែមេអំបៅឯងបងប្អូនហើយទឹកស្ករយើងប្រើដូចគ្នាអញ្ចឹងអត់សុំទោសបងប្អូនទៅដោះគោយើងប្រើដូចគ្នាអញ្ចឹងណាបងប្អូនចំណុះ50ដូចគ្នាហើយទៅដោះគោស្រស់យើងហ្នឹងក៏ចំណុះ50
dương xuống đây lúc của muốn nghề nghề na bông ôn mà bông ôn đắng bánh luôn nè dương ăn trong pi được biệp nhâm dương á bông ôn từ nãy dương ăn tinh đạt té ha là dương miên sập nông té dương ăn thưa bận nhâm bàn nếu như phở từ đó cô sra cặp bông dương á bông ôn chạ trô tay bê tông dương nương máu hay dương cô về sọp trắng á bông ôn hay dương đặt từ cọ dương đôi từ cọ dương máu đã ở việc từ bình á bông ôn dương át phở tập pi ru của muốn các bạn đây dương phở chỉ tập đọc cô rừng môi của dương nhây choan chỉ bấy các bạn này nó sạch ta cho nó chật là bọc ổn đấy na ru của muốn chứ cứ nghi sưu là bà dương chặt thưa cứ vì nghi món á bọc ổn cho nên nhầm đua đọc cô là dương sập vì bọc bút á hay bà bọc ổn ách đã tay mềm bao dương bị lỡ đảm bay phiếp sọt át bật thay phiếp sọt át dương tiết của bạn đấy na bọc ổn dương chạ thnom đành tí chứ na còn chạ khăn thì dương chạ riêng thnom giống á vì mạch trâu không nhìn giống á bông ổn hay bông ổn ai bẩn thay cốt rư môi có crop score dương chế hết á bông ổn làm bay bẩn thay sập phòn là hiệp bị lứa dương miền ấy dương ai pra năng về để dương cô tay u long dương năng nói dương ai đua crop cột dớ nè bông ổn đã cho cao dương á bông dân bông ổn ở bên chật phần nái bông ổn đua đã phần nắng á tay u long dớ dương chặt trốn má bông ổn rồi dương đua tạc cọ dương đã trốn đó nè bông ổn hai dương ai đua tạc cô của pu dương nắng sợi bị lửa nè bông ổn vẫn mong rồi đó chỉ cả sạch chứ na hai bông ổn ai mình thay vía
បន្ថែមភាពស្រស់ស្អាតដោយម្សៅមីឡូយើងក៏បានដែររោយពីលើណាដើម្បីបន្ថែមភាពស្រស់ស្អាតណាបងប្អូនខ្ញុំនឹងរោយអូវ៉ាន់ទីនយើងពីលើបងប្អូនដើម្បីឲ្យវាមើលទៅភាពស្រស់ស្អាតណាអញ្ចឹងតែអ៊ូឡុងយើងរួចរាល់ជាការស្រេចណាបងប្អូនបន្ទាប់មកខ្ញុំនឹងបង្ហាញវិធីធ្វើតែក្រូចឆ្មាណាឬគេហៅមួយយ៉ាងទៀតគឺតែជ្រក់កំពុងពេញនិយមចំពោះក្មេងៗណាតែក្រូចឆ្មាតែក្រហមយើងនឹងយើងប្រើចំណុះវា250មីលីលីត្រហើយកែវយើងចំនួន22ណាបងប្អូនហើយទឹកស្ករយើងនឹងយើងប្រើចំនួន50មីលីលីត្រឬមួយក៏បើសិនជាស្ករសយើងអាចប្រើ3ស្លាបព្រាបាយណាបងប្អូនយើងចាក់ទឹកស្ករយើងនឹងចូលមកហើយយើងកូរវាណាបងប្អូនហើយក្រូចឆ្មាយើងប្រើអាក្រូចទូចៗនេះបងប្អូនចំនួន6ផ្លែមកណាបើសិនជាបើស្ទើរផ្អែមយើងអាចបន្ថែមស្ករបានស្ទើរជូរយើងអាចបន្ថែមក្រូចឆ្មាបានតែបើវាជូរហើយយើងពិបាកកែបន្តិចបងប្អូនអញ្ចឹងយើងប្រើក្រូចនេះចំនួន6ផ្លែសិនណាហើយបងប្អូនភ្លក់មើលទៅជូររមមនៅបន្ទាប់ពីយើងច្របាច់ក្រូចឆ្មាបងប្អូនយើងកូរវាមកយើងភ្លក់មើលទៅបើវាស្ទើរផ្អែមយើងអាចបន្ថែមដោយទឹកស្ករណាឬក៏ស្ករសយើងណាបងប្អូនហើយបើវាស្ទើរជូរយើងអាចបន្ថែមដោយក្រូចឆ្មាយើងទៀតណាបងប្អូនអញ្ចឹងមកយើងកូរវាឲ្យចូលគ្នាហើយយើងចាក់ដាក់កែវមកហើយចាំយើងដួសទឹកកកដាក់ពីលើណាបងប្អូនហើយយើងដេកវាដោយក្រូចឆ្មាយើងណាបងប្អូនដាក់កែវវាហើយមកណា
យើងចាក់សូកូឡាដែលយើងកូរចូលគ្នាហ្នឹងមកហើយយើងអាចដាក់គ្រាប់គុជយើងណាបងប្អូនរោយពីលើណាហើយយើងអាចប្រើទឹកដោះគោស្រស់ពីលើស្រោចពីលើណាបងប្អូនឬមួយក៏ទឹកដោះគោដែលយើងសប់ហើយហ្នឹងក៏បានដែរអញ្ចឹងខ្ញុំប្រើហ្នឹងពាក់កណ្ដាលខ្ញុំប្រើទឹកដោះគោសប់ខ្ញុំហ្នឹងបន្ថែមពាក់កណ្ដាលពីលើណាបងប្អូនខ្ញុំសុំសប់បន្តិចព្រោះវាទុកចោលយូរវាចង់អស់ពពុះយើងអាចដេកដោយគ្រាប់ស្ករក៏បានដែរបងប្អូនតែខ្ញុំសុំដេកដោយផ្លែគីវីព្រោះខ្ញុំសល់ណាខ្ញុំដាក់វាដើម្បីបន្ថែមសោភ័ណភាពណាបើបងប្អូនអត់មានបាច់ដាក់ទេអានេះខ្ញុំនៅសល់ខ្ញុំបន្ថែមដើម្បីសោភ័ណភាពមើលទៅភាពតាក់ទាញណាភាពស្រស់ស្អាតនិងភាពតាក់ទាញណាហើយយើងគ្របគម្របមកណាបងប្អូនអញ្ចឹងសូកូឡាម្សៅសូកូឡាទឹកដោះគោយើងរួចរាល់ជាការស្រេចណាបងប្អូនអ្វីដែលខ្ញុំលើកយកមកបង្ហាញអំពីរបៀបធ្វើរូប៊ឺរីសូដាសម្រាប់រូប៊ឺរីសូដាយើងណាបងប្អូនយើងចាក់រូប៊ឺរីយើងហ្នឹងចំនួន50មីលីលីត្រណាបងប្អូនយើងមានកែវអញ្ចឹងឬមួយក៏យើងមានកំប៉ុងអញ្ចឹងណាគេមានចំណុះគេណា50គឺចំណុះត្រឹមនឹងអញ្ចឹងណាតែបើយើងមានកែវទូចនេះនឹងកែវហ្នឹងចំនួន50មីលីលីត្រទេបងប្អូនចាក់វាចូលទៅ50យើងប្រើស្ប៉ាយយើងស្ប្រាយបងប្អូនទឹកសចំនួន50ដូចគ្នាណាបងប្អូនស្ប្រាយទឹកសយើងចំនួន50មីលីលីត្រមកយើងចាក់ចូលហើយយើងកូរវាមកណាបងប្អូនហើយយើងច្របាច់ក្រូចឆ្មាយើងចំនួន1ចំណិតណាដើម្បីបន្ថែមរសជាតិឲ្យវាឆ្ងាញ់ណាបងប្អូនហើយយើងបន្តកូរវាទៀតមកហើយយើងដាក់ទឹកកកចូលណាបងប្អូនទឹកកកយើងដួសដាក់ឲ្យពេញកែវហ្នឹងមកហើយយើងចាក់សូដាយើងចូលណាបងប្អូនយើងចាក់ថ្នមដៃបន្តិចណាបងប្អូនសូដាយើងហើយយើងជ្រុំវាអញ្ចឹងហើយយើងអាចដេកជាមួយក្រូចឆ្មាយើងហាន់ជាចំណិតស្ដើងអញ្ចឹងណាបងប្អូនវិធីធ្វើគឺស្រួលទេហើយអ្វីដែលយើងអាចដេកបានតាំងវាហ្នឹងគឺអត់រើសថាជាផ្លែគីវីឬអីទេសកានេះក៏យើងធ្វើបានទឹកអាឡឹកយើងក៏យើងធ្វើបានដែរបងប្អូនអញ្ចឹងយើងរួចរាល់ណាប៊ឺរីសូដាយើងអាចពិសាបានហើយបងប្អូនអញ្ចឹងភេសជ្ជៈដែលខ្ញុំបង្ហាញជូនបងប្អូនខាងលើទាំងអំបញ្ញមកនេះខ្ញុំសូមស្លេះត្រឹមប៉ុណ្្នឹងសិនណាចាំខ្ញុំនឹងបង្ហាញវិធីធ្វើតាមក្រោយនៅវីដេអូបន្ទាប់ទៀតណាបងប្អូនវាមានកាហ្វេដូង
អ្វីដែលឆុងជារបៀបដូងខ្ញុំនឹងបង្ហាញជូនបងប្អូនជាវីដេអូបន្តទៀតណាអរគុណសម្រាប់ការទស្សនារបស់បងប្អូនណាសូមជួយ Subscribe ឲ្យ Channel នាងខ្ញុំផងដើម្បីទទួលបានវីដេអូរបៀបឆុងភេសជ្ជៈផ្សេងៗជាច្រើនមុខទៀតអរគុណបងប្អូនជាចុងក្រោយសូមជូនពរបងប្អូនឲ្យសុខភាពល្អទាំងអស់គ្នាណា